ការចំណាយលុយទៅលើវ៉ែនតាដែលមានតម្លៃថ្លៃដែលគេហៅថា luxury brand ពិតជាមានសារៈសំខាន់មែនអញ្ចឹងគឺខ្ញុំនឹងឲ្យហេតុផលអ្នកទាំងអស់គ្នាចំនួន3ដែលពាក់ព័ន្ធទៅនឹងលុយកាក់ហើយជាមួយនឹងសារៈសំខាន់នៅពេលដែលយើងប្រើប្រាស់វ៉ែនតាថ្លៃៗអញ្ចឹងសម្រាប់ចំណុចទី1គឺខ្ញុំនឹងចាប់ផ្ដើមនិយាយអំពីគុណភាពនិងវត្ថុធាតុដើមរបស់វ៉ែនតាប្រភេទជា luxury brand បើសិនជាយើងនិយាយនៅក្នុងន័យប្រៀបធៀបវ៉ែនតាដែលមានតម្លៃថោកភាគច្រើនគឺផ្សំឡើងចេញអំពីផ្លាស្ទិកធម្មតាហើយងាយធ្វើឲ្យវ៉ែនតានឹងងាយបាក់និងប្រែពណ៌ទៅតាមខ្លាញ់នៅលើស្បែកមុខរបស់យើងខ្លាំងមែនទែនខុសពីវ៉ែនតាដែលមានតម្លៃថ្លៃភាគច្រើនគឺផ្សំឡើងចេញពី Hankyu Akite ហើយវ៉ែនតា luxury brand មួយចំនួនទៀតគឺផ្សំឡើងចេញពីទីតានីមឬមួយក៏ beta ទីតានីមក៏ថាបានដែរងាកមកដល់ចំណុចទី2នេះវិញគឺខ្ញុំសូមលើកអំពីគុណភាពនៅលើផ្ទៃកញ្ចក់របស់វ៉ែនតាម្ដងប្រភេទជាវ៉ែនតា luxury brand ភាគច្រើនគឺគេតែងតែយកកញ្ចក់ដែលមានគុណភាពខ្ពស់យកមកកាត់សូមលើកឧទាហរណ៍ជាក់ស្ដែងមួយដែលជាប្រភេទកញ្ចក់ e-solar ហើយកញ្ចក់មួយហ្នឹងគឺមាន available នៅ VC Optic ស្រាប់ហ្មងសម្រាប់ប្រភេទកញ្ចក់ e-solar គឺខុសពីប្រភេទកញ្ចក់ធម្មតាដែលយើងធ្លាប់ឃើញពីមុនមកនិយាយទៅតាំងគុណភាពនៅពេលដែលយើងប្រើប្រាស់សម្រាប់កញ្ចក់ e-solar នេះមួយគឺឃើញច្បាស់ខុសពីកញ្ចក់ធម្មតាហើយស្រទាប់ការពីចំណាំងផ្លាតផ្សេងៗរបស់ប្រភេទកញ្ចក់មួយនេះគឺខុសពីប្រភេទកញ្ចក់ដទៃហ្មងអញ្ចឹងសម្រាប់ចំណុចទី3គឺជាចំណុចដ៏សំខាន់ជាងគេហ្មងគឺពាក់ព័ន្ធទៅនឹងលុយកាក់ដែលយើងត្រូវចំណាយទៅលើប្រភេទវ៉ែនតាដែលមានតម្លៃថ្លៃអញ្ចឹងបើសិនជាយើងបកមកគិតផ្នែកបែបគណិតវិទ្យាវិញម្ដងវ៉ែនតាមួយដែលមានតម្លៃ$500ប៉ុន្តែគឺយើងអាចប្រើពីចន្លោះរយៈពេលពី3ទៅ5ឆ្នាំអញ្ចឹងគឺខ្ញុំឧទាហរណ៍ថាតម្លៃវ៉ែនតាមួយ$500ប៉ុន្តែយើងអាចប្រើរយៈពេល3ឆ្នាំអញ្ចឹងគឺយើងអាចយក$500ចែកជាមួយនឹង1095ថ្ងៃដែលស្មើនឹងរយៈពេល3ឆ្នាំនោះយើងនឹងឃើញអំពីទឹកប្រាក់ដែលយើងត្រូវចំណាយនៅក្នុងមួយថ្ងៃទៅលើវ៉ែនតាដែលមានតម្លៃ$500រយៈពេល3ឆ្នាំអញ្ចឹងបើគិតទៅអ្នកទាំងអស់គ្នាគឺឃើញតែ0.45សេន and that's so cheap អញ្ចឹងនេះគឺជាហេតុផលទាំង3ដែលខ្ញុំចង់ផ្ដល់ជូនអ្នកទាំងអស់គ្នានៅក្នុងការចំណាយនិងការជ្រើសរើសវ៉ែនតាពាក់ឲ្យបានត្រឹមត្រូវការចំណាយឬមួយក៏យើង spend ទៅលើវ៉ែនតាដែលមានតម្លៃថោកឬមួយក៏តម្លៃថ្លៃគឺជាជម្រើសដែលយើងមានសិទ្ធិនៅក្នុងការជ្រើសរើសមកធ្វើជា lifestyle ផ្ទាល់ខ្លួនរបស់យើងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាត្រូវការវ៉ែនតាដែលមានគុណភាពខ្ពស់តម្លៃសមរម្យអ្នកទាំងអស់គ្នាអាចទៅរកនៅ VC Optic បាន